ធ្វើមិនបានដឹងថាវីដេអូអ្នកនរគ្នាត្រូវបាន suggest ឲ្យអ្នកដែលគាត់ប្រើ YouTube ឬក៏អីមើលឃើញអូខេឥឡូវអញ្ចឹងខ្ញុំនិយាយតែទៅក្នុង YouTube ពេលធ្វើមិនដើម្បីឲ្យយើងដឹងថាគេវីដេអូយើងត្រូវបាន suggest ទៅមនុស្សប៉ុន្មានអ្នកប្រហែល K view អញ្ចឹងទៅទោះបីវីដេអូយើងអត់មាន view ដល់អូខេឥឡូវយើងទៅ computer បងប្អូនអូខេអ្នកគ្នាឥឡូវយើងនៅលើ computer មានតែយើង log in account ហើយយើងទៅឥឡូវយើងចូលដើម្បីឲ្យយើងដឹងថាវីដេអូយើងមានអ្នក view ប៉ុន្មានឬក៏វា suggest ឲ្យមនុស្សមើលប៉ុន្មានអ្នកទៅកន្លែង account អ្នកគ្នាមកអូខេទៅអ្នកគ្នាទៅកន្លែង YouTube Studio អូខេនេះ content របស់ខ្ញុំផ្សេងអូខេឧទាហរណ៍ថាវីដេអូនេះខ្ញុំទៅ post ទេប្រហែលជាជិត1ម៉ោងដោយសារតែ content យើងថ្មីអត់សូវមានអ្នកមើលអូខេឥឡូវអ្នកគ្នាវាមាន line dashboard content អ្នកគ្នាទៅ line content មកអូខេទៅ line content ដើម្បីឲ្យដឹងថាវីដេអូអ្នកគ្នាគេ recommend មនុស្សប៉ុន្មានអ្នកមើលអូខេឧទាហរណ៍វីដេអូនេះខ្ញុំ post ខ្ទង់ប្រហែលជា1ម៉ោងមុនអូខេវាមាន7 view តែចង់ដឹងថាអូខេវីដេអូយើងវា suggest មនុស្សមើល10000អ្នកគ្នាទៅ line នេះមកនេះអូខេ analytics នេះកន្លែងដែលយើងអាចមើលតន័យអូខេអ្នកគ្នាคลิกលេខហ្នឹងមកអូខេហើយទៅអ្នកគ្នាទៅកន្លែង reach នេះ reach ហ្នឹងមានវាចំណាយទៅលើវីដេអូយើងទៅលើ YouTube recommend ឲ្យគេមើលគេ click លេខ reach ហ្នឹងមកអូខេអ្នកគ្នាឃើញនេះវា 200 impression មានន័យថាវីដេអូយើង suggest ឲ្យមនុស្សមើលបាន200នេះអូខេអ្នកគ្នាវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេកុំភ្លេចជួយចុច like ចុច follow ដាក់រូបកណ្ដឹង subscribe ដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំអូខេជួបគ្នាវីដេអូក្រោយ